បាទថ្ងៃនេះដែរខ្ញុំនាងក៏លីងបាទសូមធ្វើវីដេអូមួយដើម្បីរិះគន់ក៏ដូចជាស្ថាបនានៅបញ្ហាមួយបញ្ហាហ្នឹងឲ្យតែអ្នកភ្លេងប្រពៃនេះគឺតែជួបបញ្ហាហ្នឹងដូចខ្ញុំអញ្ចឹងរឿងបញ្ហាជាមួយនឹងអ្នកដើរមីក្រូតាមរោងការបាទហើយបើសិនជាខ្ញុំនិយាយទៅមានប៉ះពាល់ដល់សតិអារម្មណ៍ដល់បងដែលដើរមីក្រូបាទមួយចំនួនខ្ញុំបាទក៏សូមខន្តីអភ័យទោសផងដែរបាទសូមអភ័យទោសទុកជាមុនបាទនៅថ្ងៃមួយនោះខ្ញុំទៅលេងភ្លេងប្រពៃណីបាទទៅខាងទឹកដីខេត្តតាកែវបាទដល់ម៉ោង6កន្លះខាងក្រុមភ្លេងប្រពៃណីយើងខ្ញុំចាប់ដើមរៀបឧបករណ៍លេងបាទដល់ពេលចាប់ដើមរៀបឧបករណ៍លេងអញ្ចឹងទៅខ្ញុំក៏ទៅសួរអ្នកមីក្រូថាបងសូមបងជួយរាយខ្សែមីក្រូឲ្យខ្ញុំមួយខ្សែមកដើម្បីខ្ញុំយកទៅដោតក្បាលមិចខ្ញុំដើម្បីចាប់ដើមលេងភ្លេងបាទអ្នកមីក្រូហ្នឹងគាត់ថាគាត់មានទេគាត់អត់មានទេគាត់ដើរមីក្រូគឺអត់មានខ្សែហ្នឹងទេខ្សែហ្នឹងគឺជាបន្ទុករបស់ខាងភ្លេងប្រពៃណីបាទខ្ញុំដល់លឺអញ្ចឹងខ្ញុំហួសចិត្តខ្ញុំដើរចេញខ្ញុំចាប់ដើមប្រគំភ្លេងបាទបត់ហោមរោងប៉ុន្តែអត់មានលឺចូលមីក្រូទេដល់ព្រោះថាអត់ខ្សែអញ្ចឹងខ្ញុំលេងបត់ហោមរោងលេងអីបានចំនួន2បត់ហើយបងប្អូនម្ចាស់ដើមការគេថាចង់បងមិនក៏បងលេងភ្លេងអត់មានលឺចូលទៅក្នុងមីក្រូអញ្ចឹងបាទដល់ពេលខ្ញុំក៏ប្រាប់ម្ចាស់ដើមការវិញថាបងខ្ញុំទៅសួរខាងមីក្រូដើម្បីរកអាខ្សែមិចហ្នឹងយកមកដោតជាមួយក្បាលមិចរបស់ខ្ញុំដើម្បីចែកទៅឧបករណ៍ត្រូខឹមស្គរចថេអញ្ចឹងណាតែគាត់ថាគាត់អត់មានដល់អត់មានអញ្ចឹងខ្ញុំមិនដឹងធ្វើម៉េចទេបងមានតែលេងអត់ខ្សែអញ្ចឹងទៅបាទព្រោះថាគាត់អត់មានហើយគាត់មកដាក់បន្ទុកមកខាងខ្ញុំថាឲ្យខ្ញុំយកខ្សែហ្នឹងទៅបានគាត់ដោតឲ្យដល់ពេលម្ចាស់ដើមការគេទៅស្ដីឲ្យគាត់បានគាត់ទៅបើកឡានគាត់បាទបើកឡានដាក់ឧបករណ៍គាត់ហ្នឹងយកអាខ្សែមិចហ្នឹងយើងដោតអំភ្លីរាយឲ្យខ្ញុំបាទហើយខ្ញុំក៏មានសំណួរសួរទៅខាងបងដើមមីក្រូមួយចំនួនហ្នឹងសួរថាចុះគ្រាន់តែខ្សែមិចមួយរាយឲ្យអ្នកភ្លេងលេងតើបងខូចខាតអស់ប៉ុន្មានបាទខូចខាតអស់ប៉ុន្មានខាតលុយបងអស់ប៉ុន្មានតាំងពីខ្ញុំនៅក្មេងនិយាយរួមតាំងពីខ្ញុំនៅស្រាតដើរខ្ញុំទៅមើលពូខ្ញុំទៅមើលតាខ្ញុំលេងភ្លេងតាំងពីសម័យមុនតាំងខ្ញុំនៅស្រាតដើរគ្រប់មីក្រូទាំងអស់មិនថានៅខាងស្រុកទលេខាងស្រុកស្រែប៉ែតកែវគឺគេមានខ្សែហើយនឹងមាននេះក្បាលមីក្រូអញ្ចឹងមួយយកមកឲ្យអ្នកភ្លេងបាទមានទាំងអស់ទៅតែសម័យនេះអ្នកភ្លេងហ្នឹងបែកគំនិតគាត់ថាមានតែម៉ៃក្បាលម៉ៃមួយនេះវាមិនអាចស្រោបគ្រប់ឧបករណ៍បានទេអញ្ចឹងក្រុមអ្នកភ្លេងហ្នឹងបែកគំនិតបាទធ្វើតាមគ្នាតមកធ្វើឲ្យមានក្បាលនឹង4ដើម្បីទៅដាក់ត្រូដាក់ស្គរដាក់តខែបាទហើយចុះគ្រាន់តែបងចំណាយខ្សែមិចយកមកដាក់ឲ្យគ្នាទៅបាទឲ្យគ្នាបានដោតក្បាលម៉ៃលេងទៅវាបានលឺគ្រប់ឧបករណ៍ស្រួលទាំងអ្នកភ្លេងស្រួលទាំងមីក្រូសួរថាពេលអត់មានក្បាលម៉ៃនឹងលេងដូចការខ្ញុំលេងហ្នឹងខ្ញុំចង់ឈ្នះខាងមីក្រូខ្ញុំអត់មានទាគាត់ទៀតទេសុំគាត់ម្ដងពីរដងអត់បានគឺខ្ញុំលេងអត់មានមីក្រូហ្មងពេលដែលម្ចាស់ដើមការមកស្ដីឲ្យមកថាឲ្យតើកំហុសនឹងជាកំហុសរបស់អ្នកណាគឺកំហុសរបស់បងអ្នកដើមមីក្រូបងត្រូវមានណាបងត្រូវមានខ្សែនឹងមួយដើម្បីដាក់ឲ្យគេមានមិនខាតប៉ុន្មានមិនអស់លុយប៉ុន្មានទេហើយហេតុអីមានរឿងមួយទៀតហេតុអីបានជាបងភ្លេងប្រពៃណីមួយចំនួនគាត់មានតាំងពី mixer មានតាំងពីធុងបាសពីរគ្រាប់មានតាំងខ្សែនេះយកទៅខ្លួនឯងដើម្បីលេងភ្លេងប្រពៃណីសួរថាបងភ្លេងប្រពៃណីនឹងគាត់ចង់អត់គាត់ចង់ដឹកធុងបាសដឹកអំភ្លីនឹងយកទៅអត់គាត់មិនចង់ទេប៉ុន្តែដោយសារអីដោយសារមីក្រូបងអត់លឺមីក្រូបងអត់លឺមានតែមីក្រូមួយជួនកាលឆាងតែមួយគ្រាប់ដាក់នៅលើដំបូលផ្ទះការមានតែក្បាលម៉ៃមួយជួនកាលអត់មានខ្សែម៉ៃឲ្យគេទៀតដូច្នេះបានបងអ្នកភ្លេងហ្នឹងគាត់សុកចិត្តដុបធុងបាសដុប mixer យកទៅដាក់ដើម្បីឲ្យគាត់ស្រួលលេងឲ្យគាត់ស្រួលច្រៀងហើយសួរថាអ្នកកន្លែងហ្នឹងមួយបាក់មុខអ្នកណាបាក់មុខបងមីក្រូដោយសារអីដោយសារមីក្រូបងអត់លឺមីក្រូបងពិបាកច្រៀងបានជាអ្នកភ្លេងហ្នឹងទិញធុងបាសទិញអំភ្លីទិញ mixer យកទៅប្រើខ្លួនឯងអញ្ចឹងកន្លែងហ្នឹងមួយបងត្រូវកែលម្អបងបើបងអត់មានធុងបាសមាន mixer ដាក់ឲ្យគេដូចអ្នកមីក្រូមួយចំនួនទេបងដាក់ខ្សែ mic ហ្នឹងទៅជាកាតព្វកិច្ចជាការងាររបស់បងដែលបងដើរមីក្រូត្រូវមានខ្សែហ្នឹងបងកុំអាងបងអ្នកភ្លេងគឺតែគេមានតែឧបករណ៍ភ្លេងទេហើយបើសិនជាអ្នកភ្លេងត្រូវមានក្បាលម៉ៃផងមានខ្សែផងមានធុងបាសផងមាន mixer ផងយកទៅគ្រប់រោងការអញ្ចឹងបងមីក្រូបងឈប់ដើរទៅឈប់ដើរមីក្រូហ្នឹងទៅទុកឲ្យខាងភ្លេងពួកខ្ញុំពេលគេមកជួលភ្លេងពួកខ្ញុំត្រូវនិយាយមួយម្ចាស់ដើមការហ្មងទៅថាបងឥឡូវភ្លេងប្រពៃណីខ្ញុំមានធុងបាសពីរគ្រាប់មាន mixer មានអីដើម្បីឲ្យពួកខ្ញុំច្រៀងទៅពីរោះឲ្យលឺហើយឲ្យកម្មវិធីការរបស់បងម្ចាស់ការហ្នឹងស្ដាប់ទៅពីរោះរងំអញ្ចឹងបញ្ហាហ្នឹងបើពិបាកពេកទុកឲ្យខាងក្រុមភ្លេងខ្ញុំទទួលទាំងធុងបាសទទួលទាំងមីក្រូទៅបាទខ្ញុំនិយាយចង់កែលម្អទេថាគ្រាន់តែខ្សែម៉ៃមួយខ្សែមួយខ្សែហ្នឹងបងចិត្តអាក្រក់ម៉េចសុកចិត្តឲ្យអ្នកភ្លេងលេងអត់ចូលមីក្រូនេះបាទហើយបងម្ចាស់ដើមការមួយចំនួនមុននឹងបងជួលមីក្រូជួលអីបងត្រូវសំណុំពោផងសួរមីក្រូផងថាមីក្រូថ្ងៃហ្នឹងមានធុងបាសអត់សម្រាប់ដាក់ឲ្យលឺនៅក្នុងកំឡុងតាខ្ញុំអាមីក្រូនោះវាលឺហើយ
ប៉ុន្តែខ្ញុំម្ចាស់ដើមការនេះខ្ញុំចង់បានធំបាក់ពីក្របដើម្បីឲ្យវាលឺពីរោះរងំនៅក្នុងកម្មវិធីការកូនខ្ញុំអញ្ចឹងបងម្ចាស់ដើមការពេលបងជួលមីក្រូបងត្រូវគិតពីបញ្ហាហ្នឹងផងព្រោះទៅការខ្លះមីក្រូមានឆានតែមួយដាក់នៅទៅបោការហើយមានតាខ្សែមិចមួយហ្នឹងយកមកឲ្យអ្នកភ្លេងដល់អញ្ចឹងទៅដាក់ក្បែរត្រូលឺត្រូទេដល់អញ្ចឹងការកម្មវិធីការហ្នឹងស្ដាប់ទៅវាអត់ព្រោះសោះបាទហើយពេលដែលព្រោះទៅមុខមាត់អ្នកណាមុខមាត់មីក្រូហ្នឹងហើយពេលដែលមីក្រូលឺល្អខ្ញុំឡើងកាត់សក់ចាប់ដើមសរសើរបំផុតអ្នកឧបត្ថម្ភធំបំផុតគឺខាងមីក្រូហ្នឹងខ្ញុំតែងសរសើរខ្ញុំថាអ្នកម្ចាស់ដើមការពេលដែលការកូនការចៅថ្ងៃក្រោយអ្នកត្រូវជួលមីក្រូហ្នឹងសម្លេងលឺល្អណាស់លឺទាំងលើលឺទាំងក្រោមមានធំបាសមានអីគេមកចប់លឺស្អាតហ្មងហើយបើបងគ្រាន់តែក្បាលខ្សែមិចមួយបងអត់ដាក់ឲ្យអ្នកភ្លេងផងហើយបងចង់ល្បីមិនកើតហើយបញ្ហាហ្នឹងនៅផ្នែកខាងជួខ្ញុំតលេនេះគ្រប់រោងការទាំងអស់នៅប៉ែកតលេខាងស្អាងក៏ធំព្រែកអំបិលនេះមីក្រូគឺម្ចាស់គេដាក់សាប់ពីរគ្រាប់ឲ្យសងពីរគ្រាប់ឲ្យនិយាយពីលឺទៅហឹងពេញរោងការប៉ុន្តែផ្លែតទៅប៉ាក់ខាងទឹកដីប៉ែកខាងលិចខេត្តតាកែវក៏ប៉ុន្តែមិនមែនទាំងអស់ណាបងសុំទោសមិនទាំងអស់ទេមានមួយចំនួនបាទចិត្តអាក្រក់នោះចិត្តអាក្រក់cònខ្សែម៉ៃមួយខ្សែមិចមួយអត់ដាក់ឲ្យតលម្ចាស់ដើមការស្ដីឲ្យបានយកទៅដាក់ឲ្យហើយមួយទៀតបងមីក្រូបញ្ហាមួយទៀតបងមីក្រូពេលដែលអ្នកភ្លេងសុំថាបងអើយបងជួយតម្លើងខ្សែមិចឲ្យលឺតិចមកគាត់សូវលឺទេមីក្រូខ្លះយើងទៅសុំអញ្ចឹងបែកមុខពើបែកខ្នងដាក់យើងអត់មានមាត់មួយយើងទេថាប៉ុណ្្នឹងឲ្យលឺមិនទៀតអីចុះគ្រាន់តែគ្នាសុំឲ្យបងតម្លើងឲ្យគ្នាបន្តិចមកឲ្យគ្នាស្រួលច្រៀងជួនកាលបងខ្លះមានធំបាសហើយអត់ហ៊ានបើកអេកូឲ្យគ្នាបន្តិចទៅឲ្យគ្នាស្រួលច្រៀងព្រោះរបស់អ្នកណាព្រោះបោះបងទេមុខមាត់បោះបងដែលជាអ្នកដើមមីក្រូនឹងទេហើយគ្រាន់តែសុំតិចតួចបងមើលមកអ្នកភ្លេងវិញអ្នកសុំទៀនអញ្ចឹងតែបងអ្នកស៊ីឈ្នួលគេដែរតែបងហីបងដើមមីក្រូបងស៊ីឈ្នួលគេខ្ញុំជាអ្នកភ្លេងក៏ខ្ញុំស៊ីឈ្នួលគេដែរអញ្ចឹងបងហើយខ្ញុំអ្នកស៊ីឈ្នួលគេដូចគ្នារួមសហការគ្នាមិនក៏ដោយឲ្យបានស្រួលទាំងអស់គ្នាបានលុយយកទៅចាំប្រពន្ធកូននៅផ្ទះបាទអញ្ចឹងវីដេអូខ្ញុំនេះមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងចំពោះបងមីក្រូដែលគាត់ល្អមួយចំនួនបាទក៏សំខាន់តែ20ទោសផងបាទខ្ញុំនិយាយចំពោះតែបងមីក្រូដែលខ្ញុំធ្លាប់ជួបគាត់មានចិត្តអាក្រក់បាទគាត់ខ្សែមិចមួយអត់ឲ្យសុកចិត្តម្ចាស់ដើមការគេទៅស្ដីឲ្យបានដើរពើមទៅបើកឡានយកខ្សែមិចឲ្យអ្នកភ្លេងខ្ញុំនិយាយចំពោះអ្នកដែលចិត្តអាក្រក់ទេបើសិនជាមានខុសឆ្គងយ៉ាងណាក៏សូមខន្តីអភ័យទោសហើយអ្នកដែលមើលវីដេអូខ្ញុំនេះបើសិនជាខ្ញុំនិយាយខុសឆ្គងកន្លែងណាជួយ comment កែលម្អដល់ខ្ញុំវិញផងបាទសូមអរគុណសូមជម្រាបលាបាទ